សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបើកវគ្គបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋាននិងវិជ្ជាសង្គ្រោះបឋមជូនដល់យុវជនអនុវិទ្យាល័យព្រះឃ្លាំងនាព្រឹកថ្ងៃទី2ខែឧសភាឆ្នាំ2026សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីចំណេះដឹងជាមូលដ្ឋានប្រវត្តិចលនាគោលការណ៍គ្រឹះកាកបាទក្រហមអត្តច័ន្ទក្រហមនិងវិជ្ជាសង្គ្រោះបឋមជូនដល់យុវជនប្រចាំនៅអនុវិទ្យាល័យព្រះឃ្លាំងស្ថិតនៅក្នុងភូមិអន្លង់ស្វាយឃុំព្រះឃ្លាំងស្រុកត្បៃមានជ័យពិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់លោកឈិនប៊ុនហ៊ានប្រធានកិត្តិយសក្លឹបយុវជនដោយមានការចូលរួមពីសិស្សានុសិស្សចំនួន28នាក់ស្រី21នាក់ក្នុងនោះយុវជនដែលទើបជ្រើសរើសថ្មីចំនួន25នាក់ស្រី25នាក់នៅក្នុងឱកាសនោះលោកបានបញ្ជាក់ថាការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បីបំពេញបន្ថែមនៅកម្លាំងយុវជនជំនួសសមាជិកចាស់ដែលបានប្រឡងជាប់និងចាក់ចែងទៅបន្តការសិក្សាលោកបានបន្តទៀតថាចំពោះគោលបំណងសំខាន់ក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមានពង្រឹងការយល់ដឹងអំពីប្រវត្តិនិងគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអត្តច័ន្ទក្រហមបណ្ដុះបណ្ដាលជំនាញវិជ្ជាសង្គ្រោះបឋមដើម្បីឲ្យយុវជនមានសមត្ថភាពជួយសង្គ្រោះក្នុងករណីបន្ទាន់ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកនិងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រៅពីការក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលលោកក៏បានផ្ដល់នូវដំបូន្មានសំខាន់មួយចំនួនដើម្បីឲ្យយុវជនយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរួមមានត្រូវខិតខំរៀនសូត្រឲ្យក្លាយជាកូនល្អសិស្សល្អនិងមិត្តល្អនៅក្នុងសង្គមជាឲ្យឆ្ងាយដាច់ខាតពីគ្រឿងញៀនដែលបំផ្លាញអនាគតត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពទាំងអស់គ្នាចូលរួមថែរក្សាអនាម័យនិងសម្អាតបរិស្ថានទាំងនៅក្នុងសាលារៀននិងទីសាធារណៈជៀសវាងការប្រើប្រាស់អំពើហិង្សាត្រូវចេះជួយសម្រាលការងារផ្ទះរបស់ឪពុកម្ដាយបន្ទាប់ពីទំនេរពីការសិក្សាវគ្គបណ្ដុះបណ្ដាលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារការបណ្ដុះស្មារតីមនុស្សធម៌និងការទទួលខុសត្រូវក្នុងសង្គមដល់ស្រទាប់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ